ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាខកខានមួយរាត្រីទៅហើយចាបងប្អូនដោយសារពីម្សិលមិញនាងខ្ញុំជាប់ទៅការក្មួយនៅដល់ខេត្តកំពង់ស្ពឺមកវិញជប់ពេកក៏អត់បានអានអត្ថបទជូនបងប្អូនចាឥឡូវនេះរាត្រីនេះនាងខ្ញុំនឹងអានជូនបងប្អូនស្ដាប់នៅអត្ថបទថ្មីមួយដែលមានចំណងជើងថាអ្នកនិពន្ធត្រូវតែមានស្នាដៃដែលជារបស់ខ្លួនពិតចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធមីសនសុធារីដកស្រង់ចេញពីសៀវភៅទម្រាំក្លាយជាអ្នកនិពន្ធចាអ្នកនិពន្ធត្រូវមានស្នាដៃជារបស់ខ្លួនឯងពិតចាស្នាដៃជាធាតុអតិភិបក្នុងការបង្កើតទីផ្សារការចាប់ផ្ដើមអាជីពមួយឆ្ពោះទៅរកចំណុចជោគជ័យរបស់វាចាំបាច់ត្រូវសាងសង់គ្រប់យ៉ាងឡើងតាំងពីមូលដ្ឋានចំណុចទាបបង្អស់ហើយស្នាដៃលទ្ធផលមិនអាចជំពាក់បានដាច់ខាតមុនពេលយើងចង់បង្កើតទីផ្សារចាតើយើងទៅបង្កើតទីផ្សារដូចម្ដេចបើគ្មានផលិតផលជាក់ស្ដែងចាបទចម្រៀងមួយអាចល្បីល្បាញត្រឹមតែមួយយប់តែវាមិនអាចបង្កើតពិភពតន្ត្រីមួយឬបង្កើតអ្នកចម្រៀងល្បីម្នាក់បានទេបើគេមិនច្រៀងបទផ្សេងទៀតការតែងនិពន្ធក៏ដូចគ្នាដែរសៀវភៅមួយអាចនាំឲ្យគេចង់ស្គាល់អ្នកនិពន្ធតែវាមិនអាចបង្កើតទីផ្សារបោះពុម្ពមួយបានឡើយដរាបណាមិនមានរឿងដតីទៀតចេញមកដែរចានៅពេលដែលពេលវេលាត្រឹមត្រូវបានមកដល់បណ្ដាញសង្គមដែលចេញមុខជាវិបត្តិធំសម្បើមសម្រាប់ពួកអ្នករកស៊ីបែបប្រពៃណីបានคล้ายជាវីរៈបុរសសម្រាប់ពួកអ្នកសិល្បៈដូចយើងព្រោះថាបណ្ដាញសង្គម social media បានជួយអ្នកឲ្យមានសម្លេងខ្សោយបានបង្ហាញខ្លួនទៅកាន់ពិភពលោកអ្នកចម្រៀងមិនបាច់ដើរសុំផលិតកម្មច្រៀងអ្នកនិពន្ធមិនបាច់ល្បីឈ្មោះដោយសាររោងពុម្ពចាប្រសិនបើពេលដែលគ្រប់យ៉ាងបើកទ្វារទទួលយើងហើយត្រូវការអ្នកឲ្យឈានជើងចូលទៅតើអ្វីទៅដែលត្រូវនាំយកទៅជាមួយចាប្រកាសជាស្នាដៃចាអ្នកនិយាយយ៉ាងណាក៏បានធ្វើទីផ្សារផ្សព្វផ្សាយយ៉ាងណាក្តីបើស្នាដៃអ្នកខ្សោយគឺវាខ្សោយហើយចាសក្តានុពលផ្ទាល់ខ្លួននិងការប្រមាលមើលអនាគតជារឿងចាំបាច់រយៈពេលដែលយើងមិនទាន់មានទីផ្សារយើងអាចហ្វឹកហាត់លុតដំបានឆ្លងកាត់មកគួរសមទៅហើយពេលនេះគ្រប់យ៉ាងអាចថាត្រូវពេលត្រូវវេលាត្រូវការរំពឹងនៅពេលដែលយើងคลายទៅជាម្ចាស់ដើមនៃស្នាដៃក៏ជាអ្នកធ្វើទីផ្សារវាដោយខ្លួនឯងទំនាក់ទំនងជាមួយសាធារណជនដើម្បីឲ្យគេស្គាល់យើងជារឿងសំខាន់ចា៎សម្រាប់អ្នកនិពន្ធម្នាក់អត្ថិភាពចំពោះមុខគ្មានអ្វីអាចឲ្យគេស្គាល់និងចងចាំអ្នកបានក្រៅតែអំពីសរសេររឿងមួយដែលគេព្រមអានវាច្រើនដងហើយគេព្រមជួយនិយាយអំពីវាតគ្នាជួយបង្កើតទីផ្សារឲ្យយើងចា៎ខ្ញុំបានកែតម្រូវ365ថ្ងៃនៃស្នេហ៍យើងមកជាកិច្ចសន្យាស្នេហ៍យើងចានិងកែរឿងអន្តៈឃាតករមកជាស្ទីឌីយ៉ូលេខ7ចាហើយខ្ញុំបានសម្ពោធប្រឡោមលោកសប្បាយនៅឆ្នាំ2013ជាមួយនឹងរឿងទាំងពីរនោះចាហេតុអ្វីបានជាអ្នកសរសេរ20ឆ្នាំហើយនៅតែកែតម្រូវទៀតចាតាំងពីឆ្នាំ1993រហូតដល់2013ចាព្រោះយន្តការសំខាន់បំផុតក្នុងការបង្កើតទីផ្សារសម្រាប់ខ្លួនឯងគឺត្រូវឲ្យដឹងច្បាស់នៅធាតុទាំងនេះចាទី1ជំនឿនិងគុណតម្លៃនៃផលិតផលយើងស្នាដៃយើងដែលកំណត់ថាយើងជាអ្នកណាហើយអ្នកអានរបស់យើងជាអ្នកណាហេតុអ្វីសៀវភៅក៏គោកគេមិនអានគេត្រូវមកអានរឿងយើងចាយើងមានអ្វីខុសពីអ្នកដទៃនោះហើយជា
ដើមហេតុដែលខ្ញុំត្រូវតែកែតម្រូវស្នាដៃទៅតាមកម្រិតយល់ដឹងរបស់ពួកគេនិងយកឈ្នះដណ្ដើមភាពរំភើបពីបេះដូងពួកគេដែលធ្លាប់រំភើបរាប់មិនអស់ជាមួយនឹងរឿងចិនថៃកូរ៉េនិងរឿងបរទេសដទៃទៀតតើយើងមានទំនុកចិត្តចំពោះភាពសុចរិតនិងទទួលខុសត្រូវរបស់យើងកម្រិតណាចំពោះអ្នកអានដែលជាអតិថិជនពិតរបស់យើងចាទី2ទំនាក់ទំនងយូរអង្វែងរវាងយើងនិងអ្នកអានរបស់យើងគឺជាមួយមូលដ្ឋានធំនៃការកសាងទីផ្សារប្រកបដោយស្ថិរភាពអត្តសញ្ញាណនិងចរិតលក្ខណៈជាចំណុចគន្លឹះនៃទំនាក់ទំនងរវាងខ្ញុំនិងមិត្តអ្នកអានយើងត្រូវកសាងអត្តសញ្ញាណមួយដែលគេចូលចិត្តទទួលស្គាល់ឈានដល់ស្ញប់ស្ញែងខ្ញុំជឿថាយើងមានទំនាក់ទំនងជាមួយគ្នាជាសម្ងាត់តាមរយៈបទនិពន្ធរបស់ខ្ញុំនីមួយខ្ញុំមិនបោកបញ្ឆោតអ្នកហើយអ្នកជឿជាក់លើខ្ញុំចា៎នេះជាចំណុចចម្បងនៃការកសាងទំនាក់ទំនងយូរអង្វែងរបស់ខ្ញុំជាមួយនឹងអតិថិជនចានាងខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរអត្ថបទនេះក៏រៀងវែងបន្តិចដែរអញ្ចឹងនាងខ្ញុំក៏សូមអានអត្ថបទនេះជា2វគ្គចារាត្រីនេះវគ្គទី1ចារាត្រីស្អែកវគ្គបញ្ចប់ចាអញ្ចឹងសូមខន្តីអភ័យទោសរាល់កំហុសឆ្គងចាសូមអរគុណសូមជម្រាបលារាត្រីសួស្តី